សួស្តីអ្នកនរគ្នាខ្ញុំយើងពី web server ម្ដងតើ web server នឹងអីគេ web server នឹងគឺជា server មួយសម្រាប់ hosting នៅ website ផ្សេងៗនៅលើ browser ហើយ web server វាមានច្រើនវាមាន Apache HTTP server ដែលថា HTTPD មួយទៀត NGINX មួយទៀត Lightspeed ពី Candy អញ្ចឹងនៅលើអញ្ចឹងយើងធ្វើ web server ហ្នឹងយើងយកអានេះយើងយក web server មកយើងមកធ្វើហ្នឹងអញ្ចឹងកុំឲ្យ cafe យើងទៅចូលទៅ cafe របស់គ្នាយើងចូលទៅ VMware របស់យើងមកហើយរាំង VMware របស់យើងរាំងហើយយើងចាប់ដើមទៅបើក putty config remote ចេញពី putty មកវិញ remote អូខេហើយយើងវាយយក import load ចេញ open ហើយគ្រាមកចោលសិនទៀតយើងបន្តមកទៀតយើង login ជា root ហើយវាយ password ចូលវាមួយសិនដំបូងឡើយត្រូវ install ចាប់ដល់ដំបូងយើងត្រូវ install HTTPD ប៉ុន្តែដោយសារតែខ្ញុំ install ហើយខ្ញុំចាំបាច់ install ទេហើយបន្តមកទៀតដល់វា install ហើយយើងចាប់ដើម enable service វិញខ្ញុំប្រាប់ប៉ុណ្ណឹងវិញហ្នឹងទៅវាមកហើយ sys អញ្ចឹងខាងទៅលើ link នេះយើងប្រើ sys insert អូខេណា enter មកទៅចូលទៅ command line មួយទៀតដើម្បី start service របស់យើងប្រើ command line មួយហ្នឹងទៅមកហើយចុច sys insert អូខេតមកទៀតយើងត្រូវបើក port មកវិញបើក port 80ហើយនឹង port 443អញ្ចឹង port 80ហ្នឹងគឺ HTTP protocol ហើយ port 443យើងប្រើ HTTPS protocol យើងប្រើ command line មួយហ្នឹងមក copy វាមកទៀត sys insert អូខេខ្ញុំបើកហើយអញ្ចឹងខ្ញុំបើកហើយបាច់បើកទៀតទេខ្ញុំបើកហើយយើងគ្រាន់ចុច reload មកខ្ញុំមក reload មកខ្ញុំបើកនេះវា error ទៀតដល់ error ចិត្តនេះបើកហើយអូខេ sys insert យើងបាក់ខ្ញុំវាយខុសសំណាទេខ្ញុំវាយទៅដៃរបស់ firewall error ចឹង firewall cmd ដកpermanent add port 80 TCP បើមិនយក URL ខ្ញុំបើកទៅទេគឺគ្រាន់តែ firewall ដោតវាមក firewall ខ្ញុំបើកហើយដោយសារខ្ញុំបើកហើយ cmd ដល់ reload អូខេ cmd វាយខំទៀតCMD មិន CMD ទេ CMD អូខេ success ទៅមួយសិនណាបន្តមកទៀតយើងចាប់បង្កើត file directory ដែលមាននៅក្នុង file W file នៅហើយនៅក្នុង W យើងចូល cd យើងចូល make directory make dir ហើយយើងបង្កើត directory នៅក្នុង file trong vaមាន W យើងបង្កើត directory មួយឧទាហរណ៍យើងបង្កើត xyz.com អូខេរានមកឃើញមួយហើយទៀតយើងធ្វើអីទៀតយើងចាប់ដើមបង្កើតនៅ directory មួយដែល store នៅ file website របស់យើងប្រើ command នេះយើង make dir thì lại như vậy nè về copy nó về này file directory program របស់យើងអត់មានអញ្ចឹងវាឲ្យបង្កើត directory វាឲ្យបង្កើត auto បន្តិចមកអញ្ចឹងក្នុង va w.xyz.com ហើយទៀតហើយយើងបង្កើតនៅ public HTML មួយរបស់យើងមក file ដែល store នៅ file website របស់យើង public HTML log as ហើយបិទនេះរបស់យើងវិញមកត្រូវអត់ហើយយើងចាប់ដាក់ enter មកអូខេឡាហើយចាប់ដើមដល់ពេលយើងត្រូវចាប់ដើមឲ្យ permission ទៅកាន់ folder មួយហ្នឹងដើម្បីអាច reply បានអញ្ចឹងអូខេ insert ឲ្យយើងវាយនេះរបស់យើងមកអូខេ control ដើម្បី copy នៅក្នុងនេះយើងប្រើ control insert អូខេបាទហើយ insert ហើយ
ហើយចាប់ enter មកអូខេបានហើយបន្តមកទៀតយើងចាប់ដើម config នៅក្នុងយើងចាប់ដើមបង្កើត file មួយនៅក្នុង ADC HTTP ហើយនឹង config នេះយើងចាប់ដើមថា key មួយវាសិនមក vim ADC ហើយ file config ទាំងអស់វានៅក្នុង folder ADC ហើយយើង config HTTPD con.d mộtទៀតគេ vhost.a.config អូខេហើយយើងដើម្បី insert បានយើងត្រូវចុច C សក់អាយមកអូខេហើយចាប់ដើម copy អាហ្នឹងមក copy ហ្នឹងមកបាន control insert ហើយនេះដោយសារខ្ញុំ config ហើយម្ដងហើយខ្ញុំធ្វើតែហាងម្ដងมันមានហ្នឹងអូខេបើ C insert មកអូខេយើងដូរនេះយើងនេះRAM port 80ហើយយើងត្រូវRAM យើងចង់RAM port 81អូខេហើយយើងចាប់ដើមកែកន្លែងនេះយើងមាន folder x y z ហើយកែកន្លែងនេះទៀត x y z ហើយកន្លែងទៀត x y z ហើយទៀត x y z ហើយកន្លែងទៀត x y z អូខេបានហើយយើងចុច escape មកហើយចុច2ចុចសក់ x cell ហើយមួយទៀតយើងចង់តេស្តថាតើវាដើរអត់ចឹងណាយើងបើក command line នេះពីមកអូខេហើយ shift search អូខេហើយ success ហើយវាមានអីត្រូវនេះទេប៉ុន្តែមួយទៀតយើងត្រូវដូរយើងត្រូវទៅថែម port មួយនៅក្នុង file របស់យើងគេថា locate HTTP នេះយើងត្រូវconfig file មួយនៅក្នុងនេះទៅថែម port ហើយចាំយើងត្រូវទៅថែម port មួយ port 81យើងចូល VIM ADC ហើយ HTTPD តមក config តមក HTTPD ត config ធ្វើមកយើងចាប់ដើមធ្វើនេះកន្លែងនេះយើងត្រូវថែម port មួយយើងចុច C សក់ I មកយើងអាចផ្សេងបានហើយវាយវាlesson 81យើងថែមយើង port នេះ port 81អូខេបានហើយយើងចុច escape ចុច2enter មកហើយដល់មកយើងចុចយើងត្រូវ restart វា system.ctl restart HTTP អូខេមួយដល់កន្លែងនេះយើងចាប់ដើមទៅយក file ហើយ website របស់យើងដាក់ចូលទៅក្នុងserver របស់យើងប៉ុន្តែយើងត្រូវថានៅ software មួយឈ្មោះថាវា WinICP ចឹងចុចវាមក WinICP បន្តមកអូខេយើងបិទវាមួយសិនទៅ password ចូលអូខេហើយយើងត្រូវយក file វាសាយពីកុំព្យូទ័រយើងដាក់ចូលក្នុង server អញ្ចឹងយើងនេះចេញខែសិនអញ្ចឹងយើងយកសពស្រុកនេះហើយ copy វាទាំងអស់មកដាក់ចូលក្នុងនេះយើងអូខេ copy ទាំងអស់មកតែយើងដាក់មកអូខេបានហើយយើងចាប់ដើមទៅ restart សិនយើងសាថ្មី system restart HTTPD អូខេយើងចាប់ដើមទៅបើកសិនរបស់យើងហើយយើងមើល IP របស់យើងសិន IP ADDR copy IP នឹងមក control insert ចូលទៅកាន់browser របស់យើងហើយយើងប្រើ port 81អូខេ enter មកចាំបន្តិចទៅត្រូវការបានហើយមុនយើងមិនយើងចូលទៅថែម port បើ config ហើយយើងចាប់ដើមនេះcommand line នេះយើងenable firewall port 81ពេលយើង enable ហើយយើងចូលទៅកាន់ system ចូលទៅកាន់ browser របស់យើង
ហើយយើងវាយថត81củaយើងមកនេះគឺដំណើរការបានហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយ